បន្ទាប់ពីបុណ្យប្រពៃណីជាតិខ្មែរយើងបានបញ្ចប់រយៈពេលមួយអាទិត្យកន្លងមកនេះចាឃើញថាការជួបជុំជាមួយនឹងសាច់ញាតិបងប្អូនគឺថាមានភាពរីករាយសប្បាយខ្លាំងមែនទែនបើនិយាយទៅដល់រឿងគីឡូវិញណាគឺមិនបាច់និយាយតែម្ដងតែលេងស្រុករយៈពេលត្រឹមតែ4ថ្ងៃឯងមកដល់ផ្ទះវិញថ្លឹងគីឡូឡើង3គីឡូអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវត្រឡប់មកវិញគឺថាសូមបាយបាយសម្រាប់អាហារឆ្ងាញ់មួយរយៈពេលសិនដើម្បីយកគីឡូដើមត្រឡប់មកវិញអញ្ចឹងថ្ងៃនេះក៏សម្រេចចិត្តថាចង់ធ្វើជាប្រភេទសាឡាត់ញ៉ាំណាអ្នកទាំងអស់គ្នាដោយសារតែអាហារមួយមុខនេះគឺវាមានសុទ្ធសឹងតែជាបន្លែដែលជួយឲ្យសុខភាពចារបស់យើងល្អជួយថែគីឡូហើយនិងសម្រាប់អ្នកដែលគាត់ចង់សម្រកទម្ងន់ណាគឺអាហារមួយប្រភេទនេះគឺថាត្រូវតែម្ដងដោយសារតែវាជាប្រភេទបន្លែចាហើយក៏យើងជ្រើសរើសសុទ្ធសឹងតែជាបន្លែដែលល្អអ្នកទាំងអស់គ្នាចាហើយគឺរសជាតិហ្នឹងគឺថាឆ្ងាញ់ខ្លាំងមែនទែនអញ្ចឹងឥឡូវសម្រាប់ថ្ងៃនេះគឺខ្ញុំចាមានបន្លែចា4-5មុខដែរគឺខ្ញុំមានសាឡាត់មានពោតលឿងមានការ៉ុតចាដំឡូងជ្វាត្រសក់ហើយនិងល្ពៅអ្នកទាំងអស់គ្នាសម្រាប់ផ្នែកបន្លែនេះគឺខ្ញុំចាយកធ្វើការលាងសម្អាតវា2-3ទឹកឲ្យវាជ្រះល្អអ្នកទាំងអស់គ្នាដោយសារតែប្រភេទសាឡាត់បែបនេះគឺយើងញ៉ាំឆៅអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ការលាងសម្អាតគឺយើងត្រូវប្រាកដថាគឺយើងលាងសម្អាតបានជ្រះល្អមិនមានជាប់ដីឬមួយក៏សារធាតុកខ្វក់នៅជាប់នឹងដោយសារតែបើសិនជាយើងលាងសម្អាតមិនបានស្អាតល្អទេគឺពេលដែលយើងញ៉ាំទៅវាអាចធ្វើឲ្យយើងចុកពោះចាឬមួយក៏រាគរូសអ្វីជាដើមអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាធ្វើការលាងសម្អាតឲ្យបានស្អាតច្រើនទឹកសម្រាប់បន្លែណាដែលយើងត្រូវញ៉ាំវាឆៅតែម្ដងអ្នកទាំងអស់គ្នាតែបើសិនជាប្រភេទបន្លែណាដែលយើងត្រូវការធ្វើការចំហុយអានឹងវាមិនជាបញ្ហាអ្វីទេចុះសម្រាប់បន្លែដែលខ្ញុំបានធ្វើការជ្រើសរើសទាំងអស់នោះគឺខ្ញុំធ្វើការលាងសម្អាតចា4-5ទឹកធ្វើការត្រាំចាដូចជាសាឡាត់នេះជាដើមអ្នកទាំងអស់គ្នានេះជាប្រភេទសាឡាត់ស្រួយចាអញ្ចឹងបន្ទាប់ពីធ្វើការលាងសម្អាតរួចរាល់ហើយខ្ញុំក៏បានយកដំឡូងចាពោតចាហើយជាមួយនឹងខ្ញុំមានជាមួយនឹងពងទាអ្នកទាំងអស់គ្នាចំនួន3គ្រាប់ធ្វើការដាក់ចំហុយវាអ្នកទាំងអស់គ្នាចាអញ្ចឹងឥឡូវបន្ទាប់ពីធ្វើការដាក់ចំហុយហើយគឺខ្ញុំមកបន្តចិតជាមួយនឹងល្ពៅនេះគឺថាដោយសារតែខ្ញុំមានស្រាប់អ្នកទាំងអស់គ្នាចាអញ្ចឹងខ្ញុំក៏ចង់បន្ថែមនៅក្នុងសាឡាត់នឹងដែរដោយសារតែរសជាតិល្ពៅគឺវាមានរសជាតិរៀងផ្អែមឡមណាចាអញ្ចឹងដល់ពេលដែលយើងញ៉ាំជាមួយនឹងសាឡាត់ទៅក៏វាមានរសជាតិឆ្ងាញ់មួយបែបដែរប៉ុន្តែបើសិនជាប្រភេទបន្លែមួយណាដែលអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាមិនសូវជាចូលចិត្តឬមួយក៏ចាមិនជាចំណូលចិត្តអីអ្នកទាំងអស់គ្នាអាចលៃលកដកចេញទៅតាមហ្នឹងហើយបន្ថែមជាមួយនឹងបន្លែណាដែលអ្នកទាំងអស់គ្នាគិតថាវាឆ្ងាញ់ចាឬមួយក៏ជាចំណូលចិត្តរបស់អ្នកទាំងអស់គ្នាចាអញ្ចឹងឥឡូវបន្ទាប់ពីធ្វើការដាក់ចំហុយជាមួយនឹងបន្លែដែលខ្ញុំត្រូវការចំហុយឲ្យវាឆ្អិនហើយនោះខ្ញុំក៏ងាកមកធ្វើជាមួយនឹងផ្នែកសាច់វិញម្ដងអញ្ចឹងផ្នែកសាច់នេះគឺខ្ញុំមានសល់ជាមួយនឹងទ្រូងមាន់មួយចំហៀងអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំក៏បន្ថែមនៅក្នុងសាឡាត់យើងផងដែរបន្ទាប់ពីធ្វើការលាងហើយគឺខ្ញុំយកសមកចាក់ឲ្យវារៀងសព្វនៅសាច់ហ្នឹងណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកគឺខ្ញុំបន្ថែមជាមួយនឹងម្សៅស៊ុបបន្តិចហើយនិងម្រេចបន្តិចដើម្បីឲ្យសាច់យើងវាមានចារសជាតិរៀងឡមហើយនឹងឈ្ងុយពីម្រេចណាហើយបន្ទាប់មកខ្ញុំក៏ធ្វើការដាក់សាច់យើងអាំងនៅក្នុងម៉ាស៊ីនដុតស្ងួតអ្នកទាំងអស់គ្នាចំនួន20នាទីចាអញ្ចឹងឥឡូវបន្ទាប់ពី20នាទីក្រោយអ្នកទាំងអស់គ្នាចាគឺបន្លែដែលខ្ញុំបានធ្វើការចំហុយហ្នឹងគឺឆ្អិនហើយដែលយើងមានពោតមានស៊ុតចាមានដំឡូងហើយនិងល្ពៅអំបាញ់មិញអ្នកទាំងអស់គ្នាឥឡូវខ្ញុំធ្វើការស្រង់ចេញតែម្ដងចាអញ្ចឹងឥឡូវចាខ្ញុំងាកមករៀបចំជាមួយនឹងបន្លែផ្សេងទៀតអ្នកទាំងអស់គ្នាចាអញ្ចឹងឥឡូវបន្លែហ្នឹងគឺថាទាំងបន្លែឆៅនិងបន្លែឆ្អិនគឺយើងបានត្រៀមរួចរាល់អស់ហើយចាឥឡូវនេះគឺខ្ញុំមកចារៀបចំបន្លែសម្រាប់ញ៉ាំតែម្ដងចាអញ្ចឹងឥឡូវត្រសក់នេះគឺខ្ញុំធ្វើការហាន់វាជាដុំរាងតូចៗណាទាំងអស់គ្នាចាអញ្ចឹងដោយសារតែការ៉ុតនេះវារាងធំដែរអញ្ចឹងសម្រាប់មួយផ្លែខ្ញុំពុះវាជា4អ្នកទាំងអស់គ្នាហើយខ្ញុំកាត់រាងកង់រាងដុំល្មមដែរប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់ហាន់ជាចំណិតឬមួយក៏បែបម៉េចក៏បានដែរវាអាស្រ័យទៅលើចំណង់ចំណូលចិត្តនិងការរៀបចំរបស់យើងណាអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីធ្វើការហាន់ត្រសក់ហើយគឺខ្ញុំមកហាន់ជាមួយនឹងល្ពៅចំហុយរបស់យើងទៀតចាសម្រាប់ល្ពៅហ្នឹងគឺខ្ញុំអត់យកកង់តូចៗដូចការ៉ុតពេកទេចាគឺខ្ញុំហាន់វាជាដុំរាងល្មមដែរអ្នកទាំងអស់គ្នាចាកាលណាដែលយើងកាត់ទូចពេកទៅពេលដែលយើងច្របល់ញ៉ាំជាមួយនឹងបន្លែផ្សេងទៀតទៅវាធ្វើឲ្យបែកណាទាំងអស់គ្នាដោយសារតែល្ពៅពេលដែលយើងចំហុយហើយគឺវារាងទន់ហើយអញ្ចឹងសម្រាប់ដំឡូងក៏ដូចគ្នាដែរក៏ខ្ញុំកាត់រាងកង់ធំៗដែរអ្នកទាំងអស់គ្នាហើយសម្រាប់ប្រភេទ
ដំឡូងហើយជាមួយនឹងល្ពៅនេះវាសុទ្ធតែជាចាវាមានរសជាតិរៀងផ្អែមអញ្ចឹងពេលដែលយើងញ៉ាំជាមួយសាឡាត់ទៅគឺថាវាមានរសជាតិមួយបែបផ្សេងទៀតទៅវារៀងឆ្ងាញ់ដែរប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់ជំនួសដោយប៉េងប៉ោះឬមួយក៏ផ្លែបឺរក៏បានដែរអាហ្នឹងក៏វាមានរសជាតិឆ្ងាញ់ដែរប៉ុន្តែដោយសារតែខ្ញុំអត់សូវចូលចិត្តញ៉ាំប៉េងប៉ោះគឺខ្ញុំអត់បន្ថែមនៅក្នុងសាឡាត់ហ្នឹងទេអញ្ចឹងឥឡូវបន្ទាប់ពីត្រៀមជាមួយនឹងបន្លែដំឡូងហើយនិងល្ពៅរួចស្រេចចាខ្ញុំក៏មកបន្តហាន់ជាមួយនឹងសាឡាត់ស្រួយបន្ថែមទៀតចាយើងរៀងហាន់វាជារៀងទូចៗមកស្រួលញ៉ាំអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកយើងគ្រាន់តែចិតជាមួយនឹងពោតដែលយើងបានចំហុយវាឆ្អិនហ្នឹងចាហាន់វាចាចិតវាឲ្យរៀងនេះមកអ្នកទាំងអស់គ្នាចារៀងរៀងតូចៗល្មមណាអ្នកទាំងអស់គ្នាកាត់វាជាគ្រាប់ៗមកចាហើយយកមកបន្ថែមនៅក្នុងសាឡាត់ហ្នឹងមួយឡែកសិនចាហើយបន្ទាប់មកគឺខ្ញុំមានជាមួយនឹងការ៉ុតហ្នឹងគឺខ្ញុំអត់បានកាត់ជាដុំដូចត្រសក់ចាដូចល្ពៅដូចដំឡូងអីទេគឺខ្ញុំយកវាមកឈូសជាសរសៃបែបនេះពេលដែលខ្ញុំញ៉ាំទៅវាមានអារម្មណ៍ថាវារៀងឆ្ងាញ់សម្រាប់អ្នកដែលគាត់អត់សូវជាចំណូលរសជាតិការ៉ុតឆៅឬមួយក៏គាត់រៀងធំកពុលណាអ្នកទាំងអស់គ្នាអាចសាកល្បងឈូសជាសរសៃបែបនេះគឺថាញ៉ាំទៅមានរសជាតិឆ្ងាញ់មែនតើអ្នកដែលគាត់អត់សូវជាចំណូលឬមួយក៏អត់ចេះញ៉ាំការ៉ុតក៏គាត់អាចញ៉ាំបានដែរពេលដែលយើងឈូសជាសរសៃបែបនេះអញ្ចឹងសម្រាប់ផ្នែកបន្លែទាំងអស់ហ្នឹងគឺខ្ញុំបានត្រៀមរួចរាល់នៅក្នុងប្រអប់តែមួយរួចរាល់ហើយអញ្ចឹងនេះគឺជាផ្នែកសាច់ចាដែលខ្ញុំបានត្រៀមរួចរាល់ដែរដែលយើងមានពោតអធ្យាស្រ័យចាគឺយើងមានស៊ុតស្ងោរហើយជាមួយនឹងសាច់មាន់ទ្រូងមាន់ដែលយើងបានអាំងអំបាញ់មិញណាទាំងអស់គ្នាហើយសម្រាប់របៀបញ៉ាំហ្នឹងគឺថាអត់មានអីពិបាកទេគ្រាន់តែយើងយកបន្លែទាំងអស់ដែលយើងបានត្រៀមហ្នឹងចាយកមកដាក់មួយមុខបន្តិចឲ្យគ្រប់មុខមកអ្នកទាំងអស់គ្នាចាចង់ញ៉ាំបន្លែណាច្រើនជាងបន្លែណាគឺយើងលៃលកទៅតាមចាការចូលចិត្តរបស់យើងទៅសម្រាប់ខ្ញុំគឺខ្ញុំរៀងចូលចិត្តពោតអញ្ចឹងខ្ញុំដាក់ពោតរៀងច្រើនចាអញ្ចឹងបន្ទាប់មកយើងគ្រាន់តែបន្ថែមជាមួយនឹងស៊ុតស្ងោរយើងណាអ្នកទាំងអស់គ្នាចាសម្រាប់ផ្នែកសាច់អ្នកទាំងអស់គ្នាក៏អាចរើសជាបង្គាចាក៏បានចាឬមួយក៏ជាស៊ុតទទេក៏បានចាវាអាស្រ័យទៅលើការចូលចិត្តរបស់យើងណាប៉ុន្តែយើងត្រូវជ្រើសរើសប្រភេទសាច់ណាដែលវាមិនមានជាតិខ្លាញ់អីច្រើនចាសម្រាប់ទ្រូងមាន់និងស៊ុតហ្នឹងគឺវាមានប្រូតេអ៊ីនច្រើនសម្រាប់ជាតិខ្លាញ់ជាតិអីហ្នឹងគឺវាអត់មានទេអញ្ចឹងសម្រាប់អាហារដែលចាជួយរក្សាទម្ងន់ហ្នឹងគឺយើងជ្រើសរើសយកសាច់ប្រភេទនេះគឺថាញ៉ាំទៅគឺអត់មានបញ្ហាអីទេអ្នកទាំងអស់គ្នាគឺវាអត់ជួយឲ្យគីឡូយើងឡើងឬមួយក៏វាបន្ថែមសារធាតុជាតិខ្លាញ់នៅក្នុងខ្លួនយើងបន្ថែមទេចាអញ្ចឹងបន្ទាប់មកយើងគ្រាន់តែថែមទឹកម៉ាយ៉ូណេសជាមួយនឹងទឹកសោសសាឡាត់គឺថារួចរាល់តែម្ដងអ្នកទាំងអស់គ្នានិយាយទៅអាហារមួយប្រភេទនេះគឺអាចញ៉ាំជំនួសបាយបានគឺថាសាឡាត់មួយចាននេះគឺថាញ៉ាំឆ្អែតវាស់ល្ងាចហ្មងអ្នកទាំងអស់គ្នាសម្រាប់រសជាតិវិញក៏ឆ្ងាញ់ដែរ